ស្មៃចម្លែកធម្មជាតិក៏ប្លែកខុសពីធម្មតាចំណោបក់មកក្រអូបក្លិនផ្កាថ្នាក់ថ្នមដល់ឌឿនចិនដាដោយហាត់ថាទុនត្រជាក់យុគនេះគឺយុគដែលរៀមមានភ័ព្វវាសនាជួបទេពធីតាដែលចិនចំពាក់បាក់ណែឃើញច្បាំងសម្រដួងភ័ក្រថាពិតជារូបវលាក់ជឿជាក់មិនមែនសូបានរៀមបានលើកហាត់ថ្នាក់ថ្នមរៀងកាយចិនអត់មានអើយឡើយថាដូចជួមឋានព្រះអើននេះសាខំស្រងយកក្លិនកាវៃក៏បានប្រអូបដោយក្លិនករិយាពេលរៀមភ្នាក់ឡើងដឹងខ្លួនស្រវារកស្រីរាត្រីក៏คล้ายជាក្តីខកខានព្រោះស្នេហ៍ស្រមកដែលចាំមិនបានសួរបិណ្ឌបានវងវែងឋានបានជួបតែស្នេហ៍អណែហាន់ថ្នាក់ថ្នមរៀងកាយចិនអត់មាននឿយណាយហាក់ដូចជួបឋានព្រះអើននេះសាខំស្រងយកក្លិនកាវៃក៏បានក្រអូបដោយក្លិនករិយាពេលរៀមភ្នាក់ឡើងនឹងខ្លួនស្រវារកស្រីរាត្រីក៏คล้ายជាក្តីខកខានព្រោះស្នេហ៍ស្រមកដែលចាំមិនបានសូបិណ្ឌបានវងវែងឋានបានជុំតែស្នេហ៍អណែ